carry on and pay back តើពាក្យពីរនេះមានអត្ថន័យដូចម្ដេចអញ្ចឹងថ្ងៃនេះខ្ញុំនឹងលើកយកនៅ phrasal verb ចំនួន2យកមកធ្វើការសិក្សាទី1គឺ carry on means continue អញ្ចឹងពាក្យទី1គឺពាក្យថា carry on ដែលមានអត្ថន័យថាបន្តឧទាហរណ៍ថានរណាម្នាក់គាត់ពិបាកនៅក្នុងការធ្វើរឿងអីមួយឬក៏គាត់ចង់បោះបង់ការរៀនភាសាអង់គ្លេសអញ្ចឹងទៅគាត់ថាពិបាកអញ្ចឹងយើងមានពាក្យនេះដើម្បីលើកទឹកចិត្តគាត់ថា don't stop learning carry on practicing English អញ្ចឹងយើងអាចប្រើពាក្យហ្នឹងបាន don't stop learning carry on practicing English ដែលមានន័យថាកុំឈប់រៀនអីបន្តអនុវត្តភាសាអង់គ្លេសទៀតទៅបាទអញ្ចឹងដែលមានន័យថាបន្តអនុវត្តទៅគង់តែចេះទេបាទក្នុងអត្ថន័យពាក្យទី2គឺ payback means to return money to someone មានន័យថាយើងជាពាក់លុយណាម្នាក់ហើយយើងសងលុយគេវិញអញ្ចឹង payback នេះយើងអាចបកប្រែថាសងលុយឬក៏សងត្រឡប់វិញក៏បានដែរឧទាហរណ៍ថា you lend me some money I pay you back next week អញ្ចឹងដែលយើងចង់បានន័យថាម៉េចអ្នកឲ្យខ្ញុំខ្ចីលុយមួយចំនួនហើយខ្ញុំនឹងសងអ្នកនៅសប្តាហ៍ក្រោយបាទហ្នឹងមានន័យថាអញ្ចឹង you lend me some money I pay you back next week អញ្ចឹងសរុបរួមមក carry on មានន័យថាបន្ត pay back មានន័យថាសងត្រឡប់បាទអញ្ចឹងបើសិនជាគិតថាវីដេអូរបស់ខ្ញុំល្អសំខាន់សម្រាប់ការរៀនភាសាអង់គ្លេសសូម follow share comment នៅខាងក្រោមបាទអរគុណច្រើន